ខ្លះផ្លอมខ្លះយកធัวនឹងទៅធ្វើអាជីវកម្មបណ្ដោយអញ្ចឹងការដែលមិនបានសិក្សាថាណាជាធัวណាជាវិន័យនឹងវាលំបាកនឹងទៅមើលថាតើការធ្វើមួយណាត្រឹមត្រូវការធ្វើមួយណាមិនត្រឹមត្រូវព្រោះគេយកមកយកពុទ្ធយកមកដាក់ពីមុខដូចគ្នាហេពុទ្ធសាសនាដូចគ្នាហើយយកពាក្យបុណ្យមកដាក់ពីមុខដូចគ្នាសូម្បីតែពាក្យថាបុណ្យរំដោះគ្រោះមួយនោះគេប្រើពាក្យបុណ្យដែរបុណ្យផ្ដាច់កម្មពៀមួយក៏គេប្រើពាក្យបុណ្យដែរហើយទាំងតែពុទ្ធដែលបរិញ្ញាអានឹងផងឃើញទេហ្នឹងហើយតែដាក់ពាក្យបុណ្យមួយពិបាកនិយាយគ្នាហ្មងគឺថាគេខុសមិនគេធ្វើបុណ្យសោះហ្នឹងហើយខ្ញុំនិយាយមួយដូចថាក្នុងវត្តក៏ដោយចឹងគេចង់កំតិចវត្តមួយស្រួលមិនសឹងអីមិនបាច់ធ្វើជាអ្នកកាន់សាសនាផ្សេងទេធ្វើជាអ្នកធ្វើបុណ្យចូលទៅវត្តឲ្យញឹកប្រគេនឲ្យច្រើនយូរទៅបជាលោកបានខ្ទេចវត្តហ្នឹងឲ្យតែដាក់ពាក្យបុណ្យមួយពិបាកនិយាយគ្នាមកដោយមិនយល់ពាក្យបុណ្យប៉ុន្តែបើសិនជាប្រសងខ្លួនឯងហ្នឹងមិនចម្ពាក់នឹងលៀបមិនចម្ពាក់នឹងសក្ការៈទេគេប្រើយុទ្ធសាស្ត្រឲ្យច្រើនហ្នឹងក៏អត់ផលដែរវាអាស្រ័យលើខ្លួនឯងដែរមិនគុំលោកគ្រូឯងមិនគុំយូរហើយសំណួរនេះចង់សួរឲ្យលោកគ្រូជួយចែកឲ្យដាច់ក្នុងជំនឿអរូបីនៃសង្គមយើងដែលកើតមានយូរហើយនឹងទំនៀមទម្លាប់ដែលធ្លាប់មានវ័យ70ឆ្នាំហើយប៉ុន្តែនៅតែចែកមិនដាច់ព្រោះវាហាក់ដូចជានៅមានជាសពិចសពិលច្រើនទាំងនេះក៏សូមលោកគ្រូជួយចែករំលែកបាទព្រោះភាពអរូបីនៅយើងនេះវាសម្បូរបែបហើយបើគិតក្នុងបណ្ដាញសង្គមវិញវ័យខ្ញុំប៉ុណ្ណេះហើយមិនដូចជាភ្ញាក់ផ្អើលរឿងគ្រូវាច្រើនពេកបាទហើយសង្គមយើងគឺយកសាសនាពុទ្ធជាសាសនារដ្ឋប៉ុន្តែភាពអរូបីនេះវាកើតគ្រប់រូបភាពបាទខ្ញុំអត់ចង់ដឹងច្បាស់ទៅប៉ុណ្្នឹងទេព្រោះវានៅមានភាពងឿងឆ្ងល់កាន់តែច្រើនទោះបីចំណេះដឹងវាមិនគ្រប់គ្រាន់ប៉ុន្តែនៅតែមានភាពចម្ងល់ច្រើនអត់សូមប៉ុណ្ណឹងតែបានសួរប៉ុណ្ណឹងច្បាស់យល់ហើយបងបាទអរគុណបងឯកឧត្តមភួងស៊ីភិនបាទជាម្ចាស់គេហដ្ឋានមែនទែនទៅវាពិតជាមានភាពពិបាកបែងចែកមែនពីព្រោះពុទ្ធក៏ព្រះអង្គថាដែរថាវាមានធម៌ពិតហើយនឹងធម៌មួយទៀតហៅថាសត្វធម្មបដិរូបព្រះសទ្ធម្មហើយនឹងសត្វធម្មបដិរូបព្រះសទ្ធម្មនោះគឺសំដៅទៅដល់ធម៌ពិតដែលពុទ្ធបរិញ្ញាណាហើយដល់ពេលសត្វធម្មបដិរូបគេយករូបភាពស្តៀងអញ្ចឹងណាដល់ស្តៀងគេអាចនិយាយពីគុណធម៌គេអាចនិយាយពីធ្វើអញ្ចឹងបានសេចក្តីសុខអីស្តៀងធម៌ដូច្នេះឲ្យយើងដែលមិនបានសិក្សាច្បាស់លាស់ទៅវែកញែកពិតជាពិបាកវែកហ្នឹងហើយខ្ញុំលើកឧទាហរណ៍លេងចោះដូចនៅក្នុងរឿងທາງជេងណាបិសាចដែលគេចេញមកចង់បោកពួកអាជ្រូកពួកអីហ្នឹងគេមិនមកក្នុងនាមជាបិសាចទេគេប្រកាសជាមកក្នុងរូបជាស្រីស្អាតមកក្នុងរូបជាមនុស្សអញ្ចឹងការដែលឃើញភ្លាមជឿផ្លែតប្រកាសជានៅក្នុងអំណាចបិសាចទេមែនទេហ្នឹងហើយអញ្ចឹងបិសាចដែលខំកលាខ្លួនឲ្យដូចមនុស្សហ្នឹងគេខំណាបានអញ្ចឹងណាគេរៀបចំកលាគេឡើងមើលទៅឡើងដូចហើយរហូតដល់ឃើញថាជាជនគួរអាណិតទៀតឧទាហរណ៍ដូចបិសាចឆ្អឹងសនិមិត្តធ្វើឪពុកផងមិត្តធ្វើម្ដាយផងនិមិត្តធ្វើកូនស្រីផងហើយអាស្វាវៃរហូតដល់ហ្នឹងហើយដល់អាភ្នែកយើងធម្មតាឃើញតាស្វាវៃមនុស្សតាមពិតស្វាវៃបិសាចទេឃើញទេអាស្វាវៃបិសាចតាឧខំវៃបិសាចតាប៉ុន្តែពេលខាងបិសាចវានិមិត្តធ្វើមនុស្សគួរឲ្យអាណិត
khơi ta xóa bay mà đâu vấn đề khơi ta chưa bay sai men tên tôi là phần này ấy đọc phần này u không đọc phần này u không bằng bằng thấu ở đây bay sai cả là luôn này chẳng đâu không Phật sát na dương ngỏ ngay khi mà chăm bệnh dây thảo prum manh ấy nà này mau bật thái mới nè khi mà dây ta không Phật sát na năng cả đòi vì miền thua plom chờn nè class plom class vô thua nâng từ thua chỉ và cam bà đòi chẳng ca đây mình bán sắc xa tha na chỉ thua na chỉ vì này nâng vì lùm ba nâng tù mơ tha tớ cà phơ mùi ná trầm trớ cà phơ mùi ná mình trấm trừ pro cái vô máu vô bột vô mà đặt bị một đôi khnia thế bột sạch na đôi khnia hay vô bẹ bon mà đặt bị một đôi khnia xong bây tập bẹ tập bon rồng đỏ kêu mới nó cái prao bẹ bon đây bon bắt đặt cam bẹ mới có cái prao bẹ bon đây hay tiếng tập bột đại bờ là năng phóng cái nhé năng hay tập đặt bẹ bon mới của bạn chơi khnia mòสุดท้ายcái kho mấy cái thuốc bón gió nè này thì làm gì mới người ta không vót cả đó chứ cái trong công ty vót mới xuống từng ấy bạch phơi trên nẹt can sa snap xe nhỉ phơi trên nẹt phơi bon cho từ vót ở nhật và kia nó chán chán vô cho chia lô bán tịch vót nè ôi ta đặt bịa bon mới của bạn chơi không em không tại mình vô bịa bon con thái bà sân chia vào song khuôn ai nâng mình chụp bẹ nâng liếp mình chụp bẹ nâng sạc ra tới cái bao nhiêu tờ xa ôi chở nó có phò lẹ vì sai lơ khuôn ai đại đấy nhé là ngày chân nhôm ai đom xua đường chùm nữ ở rùa bay hay nâng xây đại trầm trừ nâng về viên miên thành chân tăng tập bị đào mò tăng vì sớm bút được cao của miên của bút nơi nó của miên chỉ thầm mà đà chẳng đầm bay mơ ở khơi chứ bạn thà na trầm trừ na mình trầm trừ na chỉ bút để ca na mình men chỉ bút để cá vì miên tây riêng bịa vợ ông nâng ai chẳng hạn bà sân cho ọt riêng bịa vợ ông tế vì mình đang thời vô sấy vô tù vô vô trình máu đừng người hạp ổn chứ á nên là lợn làng chẳng ôi tù vô mấy mất đòn thằng đi mà đòn thằng đâu bà là bay lồng vô nè hay mà kháng xăm miên fan tròn nó là rất tầm miên nè control tròn nè vấn đề đợt bây giờ sắc xa tới ông na cái đôi là bay bên na cái đói ta kho nâng vì đây kho nâng thố cứ khỏi nè ông nam sau là bay cái đói ôi ta trơn tam vì đấy cứ trời rồi cái đấy à nâng miên tàn chân ấy bàn tự bỏ về bàn nè mình không bị sẽ bạp thế nhung ai đom bàn phơi càng nông sừng cũng chỉ đẹp ấy tha cả nam bởi sẽ bạp vô để thô hái vì ọt sầm khan tha nên nâng miên lôi đưa ọt lôi ấy ta kho sẽ bạp cứ không hỏi men mau bị miên lôi thấu sẽ bạp ọt lôi kho sẽ bạp về sẽ bạp cứ sẽ bạp vậyอย่างนั้นไม่เราขนมศาสนาโดยคนนี้ดำไปเตียงตัวฐานะตรำเตอหรือมันตรำเตอตัวละเรียนไปในพุทธศาสนาทัวร์ของพุทธศาสนาโยมเอานี้ย้ายโยมเอาเบาสายโยมเอาเวกใหญ่นั่นจังบานขยมเติมแต่เคยบางสังคมเราบอกยังปูปิงแต่ดอยออโลกแต่ปูปิงแต่ดอยคนทัวเวียดนามมันการีจำรันเวียดนามมันเพียบประจิตจุ่มกลุ่มให้บอลเมื่อนาทจารยาอัดได้เพื่อไว้ดำใบจีดดำใบสังคมพองดำใบศาสนาพองยังเจตนาเนี่ยกรบเจตนาเขาเนี่ยกรบมันนี่แค่ยาวเลยเจตนาเขาเนี่ยกรบมันนี่ได้ลงง่วงมันนี่สกูดมันนี่มันเล่นกำไรแต่สังคมยังหนึ่งรีจำรันบานโดยมาได้อัดเมียนได้ลงซับบระอัดเมียนได้นกน้องสังคมมวยปโกนามาจ้าประเทศระคดีจนจิตขมายเจียวบาเศร้าบาสกากระไดได้จินเนี้ยเมียนกุนทอได้จินเนี้ยเมียนกุนประยอยสำหรับจิตเต้าแต่เลิกดำกลางเต้าแต่เลิกดำกลางยังมันอายเลิกดำกลางมันนึกว่าเมียนกุนทอบานได้กรานแต่ก็ห่อคะแนนแจกห่อมันนึกเลิกสวยคะแนนเป็นนโกอันนี้เจสัญญาในการครุฑนะเราตึกใดเรานโกเราศาสนาอยู่เต้าสังคมยังเลิกสวยแต่มนุษย์ได้อัดเมียนสติเลิกสวยแต่มนุษย์อัดเมียนกุนโถปูเป็นแต่ดอยบาปจำไล่แต่มนุษย์ได้เมียนกุนโถเมียนกุนปการะจมพูเจียดยังนำคะแนนบำเพ็ญเจ้ายังนำคะแนนมันอ้าเปอนี่ไอ้เจสัญญาในการเพื่อทะเลเจ้าในตึกใด
ប្រទេរៈក្តីមនុស្សខ្មែរណាក្តីដែលល្អចំពោះជាតិចំពោះសាសនាត្រូវតែលើកដំកើងបើសង្គមនោះឲ្យតម្លៃតែមនុស្សឈួតមនុស្សមិនសមបើមនុស្សបំផ្លាញជាតិមិនត្រូវលើកដំកើងទេអញ្ចឹងណានឹងដែលអាចរីកចម្រើនបានល្អបានមានតែប្រទេរៈដែលពោពេញទៅដោយសិលសមាធិនិងបញ្ញាយើងត្រូវតែលើកដំកើងនេះជាគំរូនេះជាអ្វីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានបង្រៀនឲ្យពួកយើងគោរពបុគ្គលដែលគោរពហើយដល់យូរទៅយើងអត់នាំគ្នាលើកដំកើងប្រទេរៈប្រសង់ដែលមានគុណធម៌មានចំណេះដឹងយើងនាំគ្នាលើកដំកើងតែមនុស្សដែលអត់ប្រយោជន៍ឲ្យតកោសក់ស្លៀកស្បង់មនុស្សស្គាល់តែបន្តិចអត់មានគុណធម៌គុណតម្លៃអីយើងលើកដំកើងយូរទៅយើងគោរពតែមនុស្សដែលអត់មានតម្លៃនេះជាកំហុសរបស់សង្គមត្រូវតែកែប្រែកន្លែងនេះចេញមិនបានបើមិនចឹងទេសង្គមយើងនៅគ្រប់តែមនុស្សអត់ប្រយោជន៍ទាំងឯងអត្ថចរិយាបុគ្គលណាមួយមានទឹកចិត្តមានស្នាដៃលះបង់ចំពោះព្រះសាសនាចំពោះប្រទេសជាតិជាបុគ្គលដែលមានប្រយោជន៍គួរគោរពហើយត្រូវការពារឲ្យបានព្រោះនេះជាដំណើររបស់សង្គមហ្នឹងហើយបើសង្គមរបស់យើងពោពេញទៅដោយអស់លោកដែលពោពេញទៅដោយគុណធម៌វានាំមកនូវការរីកចម្រើនវានាំមកនូវភាពត្រជាក់ត្រជុំសង្គមហើយបើអត់មានអត្ថចរិយាអត់ដែលធ្វើអ្វីដើម្បីជាតិដើម្បីសង្គមផងដើម្បីសាសនាផងហើយយើងចេះតែនាំគ្នាគោរពមនុស្សអត់ប្រយោជន៍ទេចេះតែនាំគ្នាគោរពមនុស្សដែលល្ងងមនុស្សឈួតមនុស្សមិនមានតម្លៃតើសង្គមយើងនឹងរីកចម្រើនបានដោយម្ដេចអត់មានទេអស់លោកសប្បុរសអត់មានទេអត្ថចរិយានេះសំខាន់ណាស់អញ្ចឹងបានអាត្មាចេះតែសំដែងធម៌បញ្ជាក់ម្ដងហើយម្ដងទៀតហើយបើសិនណាបើនៅក្នុងសង្គមយើងប្រសងដូចជាគំរូបានលះបង់សពបែបយ៉ាងហើយញាតិញោមមើលទៅរួមនុស្សណាងាយលះបង់បែបយ៉ាងដូចនេះមានទេណាហើយមានមិនច្រើនទេប្រទេរៈច្រើនទៀតមិនមែនតែប្រទេរៈអង្គណាទេគ្រប់អង្គទាំងអស់ព្រះអង្គណាក៏ដោយដែលបានលះបង់ចំពោះសង្គមជាតិត្រូវតែបូជាឲ្យខ្លាំងបូជាឲ្យអស់ពីចិត្តហ្នឹងហើយទើបស្រុកយើងរីកចម្រើនទើបវត្តយើងរីកចម្រើនទើបសាសនាយើងរីកចម្រើនហើយបកូនណាម្ចាស់ចុះប្រសិនបើប្រទេរៈដែលល្អដែលពោពេញទៅដោយគុណធម៌ជាអ្នកប្រកបទៅដោយអត្ថចរិយាជាអ្នកធ្វើប្រយោជន៍សម្រាប់សង្គមហើយយើងអត់គោរពយើងទុកគេអញ្ចឹងតើសាសនាយើងនឹងទៅដល់នឹងធ្វើដំណើរទៅឯណាទៅកាន់ទីណាដើម្បីអ្វីយើងបដិបត្តិធម៌អីបើយើងនាំគ្នាស្ដាប់តែមនុស្សអត់មានគុណធម៌ទៅណានឹងបណ្ដុំប្រទេរៈក្មេងដែលមានបច្ចុប្បន្ននៅក្មេងនេះត្រូវគោរពប្រទេរៈចាស់គោរពឲ្យតម្លៃទោះព្រះអង្គអស់សមត្ថភាពអស់ព្រះកាយពលក្នុងការបម្រើជាតិបម្រើសាសនាក៏ដោយត្រូវតែគោរពនេះជាដុំពេជ្រជាគុណជាបុគ្គលដែលអស្ចារ្យហើយយើងគម្រប់តចំនួនគ្នាអញ្ចឹងទើបអាចធ្វើបានទើបអាចជាការគោរពមួយដ៏ប្រសើរនៅក្នុងព្រះវិន័យក៏បញ្ជាក់ដែរទេសះគួរណាស់សិទ្ធិវិហារក្តីអន្តេវាសក្តីត្រូវគោរពព្រះឧបជារបស់ខ្លួនឲ្យរាប់ចាប់តាំងពីភ្ងូតទឹកឲ្យឡើងពេលដែលលោកមានអាពាធណាមិនតាប្រឹងធ្វើការមកជីវិតដល់តែគឺគេទុកចោលអត់មានបានអីញាតិញោមហើយហ្នឹងហើយលឺតែបន្តិចផ្អើលលោកណាចេញពីព្រៃណាឬចេញពីដើមឈើណាផ្អើលជជូជឆអត់ទេគោរពបុគ្គលដែលបានលះបង់ចំពោះសាសនាមានសិលមានសមាធិនិងមានបញ្ញាអញ្ចឹងញាតិញោមស្ដាប់បានណាញ៉ាំពោតាមចឹងយើងនៅវិលវល់ក្នុងដើមជ្រៃហ្នឹងទៅណាមរួយទេអត់រួយទេវាវល់ផ្អើលទៅរៀនទឹកចុះទឹកឡើងទូកទៀនហ្នឹង
យូបាត់ញោមបាត់លោកអស់ដោយសារតែយើងអត់បានយើងអត់មានផ្លូវមួយល្អបដិបទាមួយដែលត្រឹមត្រូវបដិបទាមួយដែលលះបង់នៅអតកិលេមដ្ឋានយោគៈតែវាជាមួយទៅក្នុងកាមផ្លូវដែលកាមសុខលការនយោគៈដែលជាមួយនៅក្នុងកាមសបាយហួសហេតុមិនដឹងខុសមិនដឹងត្រូវឬក៏ធ្វើបាបខ្លួនឬក៏ជឿតែគ្មានបញ្ញាហើយតើណាប្រាប់ថាដើមឈើនោះមានព្រាយមានខ្មោចយើងជឿហើយទៅគេប្រាប់ថាដើមឈើនោះមានទេវតាយើងជឿយូរយើងសិក្សាព្រះធម៌ហ្នឹងអត់មានប្រកបដោយបញ្ញាប្រកបដោយអីទាំងអស់អាហ្នឹងមានញាតិញោមមួយចំនួនអញ្ចឹងប៉ុន្តែចម្រើនពរហ្នឹងក៏បញ្ជាក់ជាការរំលឹកទី4សង្ឃហធម៌ហ្នឹងគឺសមានតតាសមានតតាធ្វើខ្លួនឲ្យស្មើក្នុងកិច្ចបដិបត្តិរបស់ប្រតិរៈក្នុងកិច្ចបដិបត្តិរបស់ប្រតិរៈហ្នឹងគឺធ្វើខ្លួនឲ្យស្មើมันខ្ពស់ប្រកូនណាម្ចាស់ធ្វើខ្លួនឲ្យស្មើគង់ជាប្រតិរៈដែលគោរពបូជាបានដោយសេចក្តីជ្រះថ្លាសម្រាប់ជីវិតប្រសង់នេះប្រកូនណាម្ចាស់ពួកយើងអត់មានទេមានតែតួនាទីបន្តិចបន្តួចអីទេគ្មានទេលោកធម៌ដែលត្រូវដំកើងរឹកឬក៏លោកធម៌ត្រូវប្រមាថការទៀនរបស់ចំពោះអ្នកណាម្នាក់មិនមានទេអ្នកបួសនេះធ្វើខ្លួនឲ្យស្មើឲ្យល្អឲ្យប្រសើរចំពោះពុទ្ធបរិស័ទអត់មានឡើងទៅជាបរិជាគណៈជាប្រតិរៈជាសម្ដេចហើយផ្លេចប្រអប់ជាផ្លេចប្រតិរៈចាស់ហ្នឹងអត់ទេអានោះមិនត្រូវទេគណៈម្ចាស់អញ្ចឹងបកូនណាម្ចាស់ដែលជាប្រសងក្មេងៗហ្នឹងបួសយូរទៅคล้ายទៅជាអីយ៉ាងណាត្រូវផ្ដល់សេចក្តីគោរពកោតក្រែងចំពោះប្រតិរៈដែលព្រះអង្គបានដើរមុនពួកយើងដែលជាក្មេងៗហ្នឹងសមានតតាធ្វើខ្លួនឲ្យស្មើចំពោះព្រះសង្ឃផងស្មើចំពោះឧបាសកឧបាសិកាផងស្មើនឹងមានន័យថាមិនលើកដំកើងញោមណាឲ្យខ្ពស់មិនដាក់ញោមណាឲ្យទាបឲ្យស្មើញាតិញោមអញ្ជើញជាពុទ្ធបរិស័ទធម្មតានឹងទី4សង្ឃហធម៌4នេះដែលព្រះមហាបានបដិបត្តិកន្លងមកនឹងគឺជាតួនាទីរបស់ភិក្ខុសង្ឃបកូនណាម្ចាស់ខ្ញុំកណានឹងបញ្ចប់ធម្មទេសនាខ្លីនៅថ្ងៃនេះទេតែទូលប្រកេនព្រះករណាជាម្ចាស់គ្រប់ព្រះអង្គជាពិសេសព្រះសង្ឃដែលអាចស្ដាប់ខ្ញុំកណាបាននេះបច្ចុប្បន្ននេះណាសង្គមប្រែប្រួលព្រះពុទ្ធសាសនាមិនមែនតែសាសនាតែមួយទេនៅកម្ពុជាមានសាសនាច្រើនដទៃទៀតដែលកំពុងតែធ្វើដំណើរជាមួយយើងនៅក្នុងទឹកដីកម្ពុជានេះលោកម្ចាស់ត្រូវគិតថាវត្តអារាមគឺជាមជ្ឈមណ្ឌលកណ្ដាលដែលត្រូវតែជួយញោមតាមលទ្ធភាពដែលអាចធ្វើបានលោកម្ចាស់មិនអាចសឹងនៅមួយកន្លែងហើយរងចាំពុទ្ធបរិស័ទចូលមកកាន់ទីអារាមបានទេលោកម្ចាស់ត្រូវតែចាកចេញអំពីអារាមនេះហើយចូលទៅកាន់ទីកន្លែងណាដែលពុទ្ធបរិស័ទមានទុកដោយអីទុកដោយផ្លូវចិត្តទុកដោយអីទុកដោយផ្លូវកាយទុកដោយផ្លូវចិត្តជួយញោមយ៉ាងដូចម្ដេចជួយបង្រៀនធម៌ញោមជួយទេសនាលួងលោមលើកទឹកចិត្តញោមឲ្យញោមដើរចេញផុតអំពីសេចក្តីទុក្ខនឹងបានខ្លះឲ្យញោមមានទីពឹងកុំឲ្យវត្តអារាមនឹងคล้ายទៅជាកន្លែងកប់ខ្មោចដែលឥតប្រយោជន៍ជាមជ្ឈមណ្ឌលកណ្ដាលជា
ជាមជ្ឈមណ្ឌលជាកន្លែងដែលពុទ្ធបរិស័ទអាចដើរចូលមកក្នុងរបងវត្តនឹងដោយត្រជាក់ហើយដោយមានសេចក្តីទុកចិត្តនៅក្នុងជីវិតលោកម្ចាស់អត់អាចនៅស្ងៀមបានទេលោកម្ចាស់មើលបកូនព្រះមហាលះបង់50ឆ្នាំកន្លះសតវត្សណាឆ្លងកាត់ពីផ្ទះអ្នកក្រដល់ទៅសពបែបយ៉ាងអស់ហើយនេះជាគំរូរបស់ព្រះសង្ឃខ្មែរហើយមិនមែនតែព្រះមហាមួយអង្គឯងទេមានច្រើនទៀតប៉ុន្តែក្នុងទីនេះខ្ញុំបណ្ណាពោលទៅព្រះមហាមួយអង្គទេកន្លះសតវត្សដើម្បីកម្ពុជាជាគំរូណាហើយលោកម្ចាស់ត្រូវតែនិមន្តចេញទៅចាក់ចេញពីទីនេះទៅកាន់ទីដែលមានទុក្ខនោះទៅឈ្មោះថាវត្តពិតប្រកបបើលោកម្ចាស់គ្រាន់តែសឹងហើយឆាន់ហើយសឹងដែរมันយូរមិនឆាប់វត្តនឹងទៅคลายទៅជាបន្ទុករបស់សង្គមហើយឲ្យតែឃើញលោកនឹងតែសំបិណ្ឌបាតហ្មងយូរទៅវាទៅជាផ្នត់គំនិតមិនល្អឲ្យតែឃើញក្រហមធ្វើឲ្យខ្លាចទាំងលោកមកបិណ្ឌបាតអត់ទេបកូនណាម្ចាស់វត្តយើងញោមជួយបានបណ្ណាក៏តាមប៉ុណ្ណឹងមានតិចធ្វើតិចមានច្រើនមេត្រានលោកម្ចាស់កុំចង់បានវិហារធំដើម្បីញោមតែត្រូវមានចិត្តធំដើម្បីជួយសង្គ្រោះពុទ្ធបរិស័ទតាមរយៈធម៌អានេះឯងដូចជាញោមខ្លះចំណាយ30ឆ្នាំមកវត្តណាបូជាវត្តដឹកកូនហើយកើតអីលោកកើតអីនៅក្នុងវត្តញោមមកចេញចូលវត្ត30-40ឆ្នាំដល់ញោមគាត់ចាស់ទៅគាត់ឈឺ40ថ្ងៃហើយអត់មានប្រសងអង្គណាមួយតែអាចឈ្ងោកសំបីតែមួយនាទីចិត្តនឹងវាវិបរិតបណ្ណាដែលលះបង់40ឆ្នាំហើយដើម្បីវត្តអារាមដែលវត្តអត់បានចូលទៅចិត្តនៅពេលដែលគាត់មានវិបត្តិទាំងផ្លូវចិត្តទាំងផ្លូវកាយលោកចាំមើលពេលដែលភិក្ខុគិរីមាននន់បានដេកដួលនៅលើគ្រែដល់ដំបៅជំងឺយ៉ាងធ្ងន់ធ្ងរហើយភិក្ខុសង្ឃលះបង់គិរីមាននន់នេះចេញមិនអើពើលោកនោះឲ្យដេកអានេះឈឺក្រៃលែងអញ្ចឹងព្រះសម្មាសម្ពុទ្ធស្ដេចយាងទៅប្រុសគិរីមាននន់ប្រុសទី1ប្រុសមិនទៅលៀងដំបៅញាតិញោមលៀងដំបៅគិរីមាននន់ហ្នឹងធ្វើឲ្យភិក្ខុគិរីមាននន់ហ្នឹងមានទឹកចិត្តក្រោកឡើងគិតថាខ្លួនឯងហ្នឹងគឺមិនមានអ្នកលះបង់ឲ្យទុកឲ្យដេកស្លាប់ចោលនឹងទៀតទេព្រះអង្គសម្ដែងធម៌គិរីមាននន់សូត្រនឹងទៅធ្វើឲ្យភិក្ខុអង្គនឹងបានធូរស្បើយបានត្រាស់ដឹងនៅធម៌រឿងមួយទៀតប្រកូនណាម្ចាស់ដូចជារឿងនាងបណ្ដាចានេះអតីតជាដើមឡើយជាបុត្រីជាធីតានៃកហបតីណាញោមជាកូនអ្នកមានណាទីបំផុតស្លាប់ប្តីស្លាប់កូនឆេះផ្ទះសពបែបយ៉ាងឲ្យទាំងអស់បណ្ដាចានៅទីបំផុតសំបីតែសម្លៀកបំពាក់ណាអត់មាននឹងខ្លួនផងនាងរស់នៅដោយការលំបាកចិត្តបាក់ទឹកចិត្តដល់ក្រៃលែងព្រោះនាងយល់ថាពិភពលោកហ្នឹងលះនាងហើយព្រោះអស់ហើយរហូតដល់សង្គមទាំងមូលចាត់ទុកថាបណ្ដាចាជាមនុស្សឈួតជាមនុស្សលប់សតិមិនប្រក្រតីពេលដែលដើរមកត្រាច់សាច់តាត់ផ្សេងត្រែងមកដល់កន្លែងព្រះអង្គកំពុងតែប្រទានធម្មទេសនាពុទ្ធបរិស័ទមនុស្សដេញនាងចេញពីព្រោះតានាងអាក្រាតកាយឃើញទេញាតិញោមទឹកចិត្តមនុស្សលោកបាក់ដល់ប៉ុណ្ណឹងអញ្ចឹងមកព្រះលោកដឹងលោកឲ្យគេរកខោអាវមកទៅឲ្យបណ្ដាចាខ្លួនហើយឲ្យនាំព្រះថានាំប្អូនស្រីបណ្ដាចាមកជួបតថាគត
នាំមកជួបតថាគតហើយព្រះហៅបណ្ដាចាតាមនាលអូនស្រីជីវិតទាំងនេះឆ្នៃគឺសេចក្តីទុក្ខវានឹងកើតឡើងនៅពេលដែលបណ្ដាចាបានស្ដាប់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ណាព្រះបានដូចទឹកអមฤតទៅស្រោចដណ្ដប់គ្របនៅដួងចិត្តរបស់នាងតែកំពុងតែវិបរិតកំពុងតែពោរពេញទៅដោយសេចក្តីទុក្ខដែលបានបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់យ៉ាងណាមិញប្រគល់ណាម្ចាស់បើសិនបើញោមយើងគាត់ឆេះផ្ទះគាត់មានទុក្ខនៅក្នុងផ្ទះហើយបើវត្តមានរបស់លោកម្ចាស់ទៅដល់ផ្ទះហ្នឹងណាវាជាឱសថទឹកណាប្រគល់ណាដូចប្រគល់ណាឈឺអញ្ចឹងណាបើមានញាតិញោមណាមកឲ្យឈ្ងោកតែបន្តិចណាលោកម្ចាស់អានេះជួនកាខ្លាំងជាងតាមពេលទៅទៀតចិត្តនឹងវាក្រោកឡើងយ៉ាងណាមិញតួនាទីរបស់ភិក្ខុសង្ឃនេះត្រូវធ្វើកិច្ចការនឹងឲ្យបានបើលោកម្ចាស់មិនចង់បាត់បង់ញោមទេហ្នឹងហើយនឹងទូលប្រគេនប៉ុណ្ណឹងកុំឲ្យចេះតែសងំទាំងអស់គ្នាអាងតពុទ្ធសាសនានៅស្រុកយើង95%ដល់យើងប្រសងគ្រប់ព្រះអង្គអត់សុស្ទាអត់ចូលទៅជួយញោមដែរជួនកាលក៏នៅណាគេមកចែកអង្គកលាករងទៅកាន់សាសនាផ្សេងបាត់ពុទ្ធបរិស័ទមួយនេះដូចបាត់មនុស្សមកជាហៀងភូមិចុះហើយអញ្ចឹងណាប្រគល់ណាម្ចាស់ត្រូវថែរក្សាដែលចូលទៅជួយញោមនឹងមិនឲ្យគាត់រឿងសាសនាទេជួយនឹងគឺជួយក្នុងទូនាទីរបស់ភិក្ខុសង្ឃទូនាទីរបស់ភិក្ខុសង្ឃដែលត្រូវទៅធ្វើបើមិនចឹងទេវត្តយើងអត់អាចផ្សារភ្ជាប់មិនអាចជួយឲ្យញោមបានទេជួយដោយកាយជួយអ្វីដែលអាចបានជួយដោយចិត្តគឺជួយដោយធម្មទេសនានោះជួយដោយការសួរសុខទុក្ខលើកតម្កើងលើកកម្ពស់នៅពុទ្ធបរិស័ទដែលកំពុងតែមានទុក្ខប៉ុណ្ណឹងចាស់ប្រគល់ណាហើយពួកយើងដែលជាអ្នកនៅស្រុកខាងលិចនេះស្គាល់ព្រះមហាច្បាស់ព្រះអង្គមានបញ្ជនចិត្តហើយមួយនៅសល់តែ9ឆ្នាំទៀត80មិនដឹងថាប្រសុខភាពនឹងបានត្រួតត្រងបានប៉ុណ្ណាទេកណាសូមទូលប្រគេនប្រគល់ណាម្ចាស់វីរភាពរបស់ព្រះមហានឹងคล้ายទៅជាសសរស្តម្ភរឹងមាំនឹងជាគំរូរបស់ព្រះភិក្ខុសង្ឃដែលនិយាយអំពីតួនាទីរបស់សង្ឃនិងសង្គមជាតិមិនតែសម្រាប់ចំនួននេះទេសម្រាប់ចំនួនក្រោយតទៀតជាពិសេសព្រះអង្គប្រគល់ណាម្ចាស់ដែលរស់នៅជាមួយព្រះមហាប្រគល់ណាខ្ញុំកណាគិតថាគួរណាស់តែរៀបចំទៅសេអំពីប្រវត្តិរបស់ព្រះមហាទុកជាបដិបទាសម្រាប់មនុស្សចំនួនក្រោយប្រសងយើងនេះធ្វើការច្រើនណាស់ញោមមិនដូចអ្នកខ្លះទៅមកពីអឺរ៉ុបបាន6ខែមកស្រែកតែនៅកម្ពុជាតែខ្លួនឯងក្រំបើអត់ទេអ្នកខ្លះថាឲ្យប្រសងយើងទៀតពួកយើងនេះជាជនជាតិខ្មែរនេះយើងយល់យើងដឹងអំពីសង្គមយើងច្បាស់ណាស់ហើយប្រសងនេះធ្វើកិច្ចការច្រើនណាស់ដែលត្រូវតែសរសេរប្រគល់ណាម្ចាស់ទុកជាគំរូចំនួនក្រោយសម្រាប់ជាបដិបទានេះជាមេគាជាប្រទីបថាតើរយៈពេលកន្លះសតវត្សនេះព្រះមហាបណ្ដាតួទីនីតិជាប្រសងខ្មែរដោយវិធីណាលំបាកប៉ុណ្ណាហើយមានប្រយោជន៍ប៉ុណ្ណាសម្រាប់សង្គមជាតិនៅក្នុងឱកាសនៃការចម្រើនប្រជជនព្រះមហានៅក្នុងថ្ងៃនេះឈៀងចូល70ឆ្នាំប្រជជន70ឈានចូល71នៃ71ព្រះវស្សាខ្ញុំប្រកាសរណាភិក្ខុយ៉នសញ្ញិតសូមលើកនៅបុណ្យកុសលដែលខ្ញុំប្រគល់ណាបានសាងភ្នោះអស់រយៈពេលជាង30ឆ្នាំនេះថ្វាយចំពោះ
ព្រះមហាយនឿនសូមព្រះអង្គមានបច្ចុប្បន្នមានអាយុវែងតទៅមុខទៀតហើយមានប្រសុខភាពល្អបរិបូរណ៍ប្រកបដោយអាយុវណ្ណៈសុខៈពលៈនិងមួយវិញទៀតខ្ញុំសូមគោរពចំពោះវីរភាពដ៏អស្ចារ្យរបស់ព្រះមហាយនឿនដែលព្រះអង្គបានលះបង់សម្រាប់ព្រះពុទ្ធសាសនានិងសង្គមកម្ពុជារយៈពេលកន្លះសតវត្សនេះខ្ញុំសូមគោរពដ៏ស្មោះស្ម័គ្រដ៏ក្រៃលែងជាទីបំផុតហើយសូមផ្ដាំដល់ព្រះសង្ឃក្មេងៗចំនួនក្រោយសូមព្រះអង្គមើលគំរូរបស់ព្រះមហានេះជាព្រះសង្ឃខ្មែរដែលបានធ្វើកិច្ចការសម្រាប់សង្គមជាតិយើងសូមព្រះអង្គធ្វើវន្តនកិច្ចនិងគោរពចំពោះវីរភាពរបស់ព្រះអង្គហើយនឹងដើរតាមនៅបដិបទាដ៏អស្ចារ្យនេះទុកជាប្រយោជន៍សម្រាប់សង្គមកម្ពុជាយើងទាំងមូលដោយអំណាចនៃគុណបរតនត្រ័យមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃសូមព្រះមហាប្រកបដោយសុខក្នុងព្រះព្រោះកំបីអខានឡើយសូមអនុមោទនា